នាងខ្ញុំឈ្មោះហួតស្រីអាយុ63ឆ្នាំនាងខ្ញុំជាប្រធានក្រុមស្ត្រីឆ្នើមនៅក្នុងឃុំថ្មសចាពីមុនខ្ញុំជាក្រុមស្ត្រីកែច្នៃសហគមន៍នេសាទនិងឈ្មោះពេញរបស់ខ្ញុំសហគមន៍ខ្ញុំហ្នឹងគឺសហគមន៍ឆកសមុទ្រចាហើយបន្ទាប់ពីខ្ញុំធ្វើតាំងពី2019រហូតមកដល់2025ហ្នឹងទៅមានអង្គការមលុបព្រំវិហារធរនិងអង្គការ ASEAN ហ្នឹងគាត់មកផ្សព្វផ្សាយនៅក្នុងឃុំខ្ញុំចាផ្សព្វផ្សាយក្នុងឃុំខ្ញុំចូលជាស្ត្រីឆ្នើមអញ្ចឹងខ្ញុំចូលតាមរយៈព័ត៌មានពីមន្ត្រីភូមិឃុំខ្ញុំចាក្នុងក្រុមរបស់ខ្ញុំហ្នឹងសប្តាហ៍ហ្នឹងប្រកបអាជីវកម្មមានអ្នកធ្វើទឹកត្រីមានអ្នកធ្វើត្រីងៀតនិងបកាក្រៀមតែសម្រាប់ជុំទី1នេះពួកខ្ញុំហ្នឹងលើកយកបកាក្រៀមយកមកធ្វើសាកល្បងមុនគេចាបកាក្រៀមហ្នឹងមុននឹងបានផលសម្រេចហ្នឹងគឺយើងទិញបកាស្រស់ចាយកមកលាងសម្អាតណាដូចអូនពងលាងសម្អាតអញ្ចឹងហ្នឹងហើយលាងសម្អាតរួចស្ងោរស្អិនរួចបានយើងយកទៅហាលចាហាលហ្នឹងរយៈពេលចាប់2ថ្ងៃបានស្ងួតចាយើងយកទៅច្រកក្នុងអានោះហើយកត្រាក់វាកុំឲ្យវាបាក់ច្រើនពេកកត្រាក់វាបកសម្បកហ្នឹងហើយបានយកមករើសដល់វគ្គហ្នឹងចារើសសម្អាតហើយបានយើងលក់ទៅទីផ្សារបានខ្ញុំគិតថាអង្គការចូលមកថ្មីហើយគាត់ចាប់ផ្ដើមអញ្ចឹងដាក់ថាស្ត្រីឆ្នើមអញ្ចឹងបានន័យថាគាត់ហ្នឹងជួយការងារស្ត្រីបានច្រើនចាហ្នឹងហើយគាត់ជួយការងារស្ត្រីច្រើនហើយអញ្ចឹងខ្ញុំមានផលិតផលជាស្ត្រីកែច្នៃតែម្ដងហ្មងអញ្ចឹងបានខ្ញុំចូលចាពេលបានចូលហើយដូចអ្វីដែលបានគិតទុកអញ្ចឹងចាបានទទួលបទពិសោធន៍ថ្មីបានចូលរួមវគ្គបណ្ដុះបណ្ដាលបែបអាជីវកម្មប្លែកជាមួយនឹងកសិកម្មជាមួយនឹងអីចឹងណាចាហ្នឹងហើយស្ត្រីគួរតែមានប្រាក់ចំណូលតខ្លួនហ្នឹងដូចជាគាត់ជួយរកចំណូលចូលមួយបែបទៀតហ្នឹងគឺជួយរកចំណូលជួយគ្រួសារជួយដល់ពួកកូនគាត់រៀនដល់ជីវភាពក្នុងគ្រួសារគាត់ឲ្យប្រសើរជាងមុន